Jungle បាទសូមអនុញ្ញាតជំរាបសួរសម្ដេចអាយដាមលោកជំទាវលោករស្រីប្រិមត្តទូរទស្សនិកជនជាទីមេត្រីបាទសូមស្វាគមន៍ក្នុងកម្មវិធីនៃវេទិកាសង្គមស៊ីវិលដែលកម្មវិធីនេះតែងតែមានការចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង 8 ព្រឹកហើយនិងម៉ោង 4 រសៀលបាទសូមជម្រាបជូនថាកម្មវិធីយើងតែងតែមានការអញ្ជើញចូលរួមពីតំណាងអង្គការសហប្រជាជាតិអង្គការជាតិអន្តរជាតិក៏ដូចជាភ្នាក់ងារតំណាងសង្គមស៊ីវិលដែលបានធ្វើការពាក់ព័ន្ធខ្លាំងនៅក្នុងវិស័យមួយចំនួននៅក្នុងប្រទេសកម្ពុជាក្នុងនោះរួមទាំងកាំងវិស័យអប់រំវិស័យសេដ្ឋកិច្ចក៏ដូចជាវិស័យអភិវឌ្ឍនៅក្នុងជីវភាពនៃប្រជាជនរបស់យើងផងដែរហើយទូនទីរបស់អង្គការសង្គមស៊ីវិលគឺមានសារៈសំខាន់ណាស់ដែលដើរតួនាទីយ៉ាងសំខាន់ជាមួយនឹងរដ្ឋាភិបាលចូលរួមធ្វើការអភិវឌ្ឍហើយនឹងលើកកម្ពស់សេដ្ឋកិច្ចរស់នៅរបស់ប្រជាជនបាទសូមជម្រាបថានៅក្នុងកម្មវិធីថ្ងៃយើងដែរយើងមានកិត្តិយសដែលមានការអញ្ជើញចូលរួមពីលោកវ៉ាន់លីវីរីយ៉ាលោកគឺជានាយកប្រតិបត្តិនៃវិទ្យាស្ថានបម្រើអ្នកសម្រាប់សម្រួលការងារអភិវឌ្ឍហើយដើម្បីដំណើរការនៃកិច្ចពិភាក្សាយើងថ្ងៃនេះគឺយើងផ្ដោតសំខាន់ទៅលើការបន្តបណ្ដាលនិងការគ្រប់គ្រងហើយជាពិសេសទៅលើការដឹកនាំការបដិបត្តិទៅដើម្បីខ្លាយខ្លួនជាអ្នកដឹកនាំអញ្ចឹងដើម្បីបន្តកិច្ចដំណើរការនៃកម្មវិធីនេះសូមអនុញ្ញាតជួបជាមួយលោកដុតទ័របាទសូមជម្រាបសួរលោកវិរិយាបាទសូមទុកយ៉ាងណាដែរលោកវិរិយាបាទសុខសប្បាយធម្មតាបាទចឹងអរគុណច្រើនមែនទែនដែលលោកបានអញ្ជើញផ្ដល់កិត្តិយសមកក្នុងកម្មវិធីយើងហើយដូចខ្ញុំបានផ្ដាំនៅក្នុងប្រធានបទរបស់យើងអញ្ចឹងយើងនឹងផ្ដោតសំខាន់ទៅលើការបដិបត្តិដែលជាពិសេសទៅលើសេវាកម្មដែលអង្គការលោកបានធ្វើដែលផ្ដោតសំខាន់ទៅលើការគ្រប់គ្រងការដឹកនាំនិងសេវាមួយចំនួនទៀតមុនពេលចាប់ផ្ដើមស៊ីជម្រៅទៅលើបញ្ហានេះខ្ញុំសូមអនុញ្ញាតលោកមេត្តាជួយបង្ហាញអំពីប្រវត្តិនៃការងាររបស់លោកទីថាលោកចាប់ផ្ដើមការងារពីមុនមកនៅក្នុងស្ថាប័នណាខ្លះហើយចុងក្រោយមកដឹកនាំនៃវិទ្យាស្ថានបម្រើអ្នកសម្រាប់ធ្វើការងារសហគមន៍នេះនៅពេលណាបាទសូមអញ្ជើញអរគុណបាទជាតិដំបងសូមជំរាបសួរដល់ទស្សនិកជនរបស់ទូទស្សន៍បាយ័នទាំងអស់ណាហើយថ្ងៃនេះខ្ញុំគិតថាជាថ្ងៃដែលល្អមួយដែលមានឱកាសបានចូលប៉ុស្តិ៍បាយ័នហើយមកបានទៅជែកបង្ហាញអំពីការងាររបស់ខ្ញុំផ្ទាល់ក៏ដូចជាការងាររបស់វិទ្យាស្ថានបម្រើអ្នកសម្រាប់មើលការងាររបស់ BBNK បាទសម្រាប់ខ្លួនខ្ញុំផ្ទាល់ខ្ញុំធ្លាប់បំពេញការងារច្រើនកន្លែងដែរពីមុនមកគឺផ្ដើមចេញពីបាទក្រោយពីបញ្ចប់ការសិក្សាការឆ្នាំ93ខ្ញុំបានចូលបម្រើនៅការងារក្របខ័ណ្ឌរដ្ឋទេបន្ទាប់ក្រោយមកខ្ញុំបានបន្តការសិក្សាផ្នែកអនុបណ្ឌិតផ្នែកគ្រប់គ្រងហើយដែលយើងបានសញ្ញាបត្រមកពីសាកលវិទ្យាល័យ Princeton នៃសហរដ្ឋអាមេរិកហើយក្រោយមកទៀតខ្ញុំក៏បានសញ្ញាបត្រជាន់ខ្ពស់មួយទៀតមកពីអង់គ្លេសមកពីក្រុង Wales ផ្នែកខាងការងារសម្រាប់សម្រួលភាពជាដៃគូនឹងឯងខ្ញុំចាប់ផ្ដើមប្រឡូកការងារពីឆ្នាំ93មកនៅក្នុងអង្គការក្រៅរដ្ឋាភិបាលរហូតបានចាំផ្ដើមចេញតាំងពីការគ្រប់គ្រងកម្មវិធីនៅក្នុងខេត្តស្វាយរៀងបៃវែងហើយនឹងកំពង់ចាមបន្ទាប់មកបដូរមកធ្វើជាយើងហៅថា freelance consultant ខ្លះសេវាពិគ្រោះយោបល់ឯករាជ្យបាទឯករាជ្យបាទបន្ទាប់មកបានចូលទៅជាធ្វើការជាមួយការតំណាងអង្គការរបស់ជប៉ុនមួយរយៈណាបាទហើយចុងក្រោយនេះបានយើងចូលមកខាងវិទ្យាស្ថានបម្រើអ្នកសម្រាប់ការងារអភិវឌ្ឍនៅកម្ពុជានឹងហៅ VBNK ហ្នឹងហើយបាទតាំងពីឆ្នាំណាដែរលោកគាត់ខ្ញុំចាប់ដើមនៅ VBNK ហៅជាឆ្នាំ2001មកដែរ2001បាទអញ្ចឹងរយៈពេលនេះវា10ឆ្នាំមកហើយបាទបាទចា៎បាទអញ្ជើញបាទហើយបើកលេចមកមើលថាហេតុអីដែលចាប់អារម្មណ៍នៅ VBNK ហើយធ្វើការបានយូរជាងគេនៅក្នុងរហូតដល់ជាង10ឆ្នាំព្រោះវាផ្ដើមចេញពីការស្រឡាញ់ខ្ញុំគិតថាពីមុនមកខ្ញុំធ្វើជាមួយនឹងការអភិវឌ្ឍសហគមន៍ផ្ទាល់វាបានដូចជាបានកម្រិតតូចមកតែបើខ្ញុំបដោតនៅស្វាយរៀងខ្ញុំបានធ្វើការមកស្រុកឬមកឃុំយ៉ាងទៅបាទប៉ុន្តែងាកមក VBNK ខ្ញុំអត់ធ្វើផ្ទាល់ទេប៉ុន្តែខ្ញុំអាចមានឱកាសធ្វើជាមួយនឹងបងប្អូននៅខាងអង្គការផ្សេងបាទអញ្ចឹងយើងអាចពង្រីកការងារយើងបានច្រើនអញ្ចឹងហើយបានជាស្រឡាញ់នៅលោដល់ VBNK នេះបាទសូមអរគុណច្រើនលោកវិរិយាដែលបានផ្ដល់សេចក្តីផ្ដាំអំពីប្រវត្តិនៃការងាររបស់លោកតេតូនក្នុងកិច្ចការដែលលោកបានជួយក្នុងជាពិសេសឲ្យទៅលើកិច្ចការដែលជួយក្នុងសង្គមបានច្រើនហើយជាពិសេសប្រហែលឆ្នាំចុងក្រោយនេះគឺបានចូលរួមជាមួយនឹងអង្គការយើងហៅថា VBNK សកាត់ដែលពាក្យពេញហៅថាវិទ្យាស្ថានបម្រើអ្នកសម្របសម្រួលការងារអភិវឌ្ឍហើយដើម្បីបន្តកិច្ចពិភាក្សាយើងដោយដែលខ្ញុំបានជម្រាបជូនអញ្ចឹងយើងនឹងពិភាក្សាអំពីការប្រពៃណីការគ្រប់គ្រងហើយខ្ញុំជឿថាអង្គការ VBNK នេះបានធ្វើកិច្ចការនេះច្រើនពីមុនមកហើយខ្ញុំនៅចាំបានដោយសារតែខ្ញុំម្នាក់ជាអ្នក
បុគ្គលិកមុនគេនៅក្នុងស្ថាប័ននេះមួយដែរពីមុនមកតាំងពីស្ថាប័ននេះនៅម៉ូតលោកអាចបង្ហើបប្រាប់ទស្សនិកជនបានបន្ថែមបានទេអំពីការកកើតឡើងនៃអង្គការនេះហើយតើអង្គការនេះចាប់ផ្ដើមពីពេលណាមកហើយមកដល់ពេលនេះកំពុងធ្វើកិច្ចការនៅលើសេវាកម្មនេះខ្លះដែរបាទអរគុណច្រើនហើយតាមពិតទៅអង្គការ VBNK នេះកើតឡើងតាំងពីឆ្នាំ1997បាទហើយដែលការហ្នឹងយើងឃើញស្រាប់ហើយស្រុកទេសយើងវាទៅស្រួលបួលបានបាទបោះឆ្នោតឲ្យដំណើរការមកហើយការរីកចម្រើននៃការងាររបស់សង្គមស៊ីវិលក៏កាន់តែកើនឡើងបាទប៉ុន្តែការចំនួនហ្នឹងឯងយើងចាប់អារម្មណ៍នៅពេលដំណាក់កាលមួយដែលភាគច្រើនអ្នកគ្រប់គ្រងនៅក្នុងសង្គមស៊ីវិលក្នុងយើងហៅអង្គការរដ្ឋាភិបាលឬក៏ស្ថាប័នផ្សេងៗភាគច្រើនជាបរទេសបាទហើយបាទនៅពេលដែលខ្មែរយើងចង់រៀនការងារគ្រប់គ្រងអីភាគច្រើនពិបាករយត្រូវយើងចេញទៅហ្វីលីពីនចេញទៅអឺរ៉ុបចេញទៅអីចឹងទៅអញ្ចឹងដែលមើលឃើញអាកង្វះខាតការបដិបដាផ្នែកខាងការងារគ្រប់គ្រងនឹងអាចបានតាមពិតជនជាតិអង់គ្លេសទេគាត់អ្នកបង្កើត VBNK ហ្នឹងគឺគាត់អ្នកស្រីជានិភាសាហ្នឹងគាត់បានបង្កើតថាចាស់បើសិនជាមានស្ថាប័នមួយដែលបដិបដាការងារគ្រប់គ្រងឬក៏ការងារដឹកនាំនៅស្រុកខ្មែរប្រហែលជាអាចជួយកាត់បន្ថយអាចំណាយទាំងពេលវេលាទាំងទុនធានរបស់ស្រុកខ្មែរយើងនេះចំណាយទៅលើខាងបរទេសអញ្ចឹងក៏ចាប់ផ្ដើមកំណើត VBNK ចាំងពីឆ្នាំ97ដូចនៅបានចូលរួមនឹងឯងហើយដែលការងារពេលហ្នឹងយើងផ្ដោតតែមួយមុខគត់គឺផ្ដោតលើការបដិបដាផ្នែកការងារគ្រប់គ្រងគឺគ្រប់គ្រងគម្រោងគ្រប់គ្រងអង្គការគ្រប់អីគ្រប់សពទាំងអស់បាទប៉ុន្តែវិវត្តក្រោយមកទៀតយើងមើលឃើញថាអាសេវាកម្មបដិបដាជាមួយអាទិត្យបង្រៀនគ្រប់គ្រងនេះអាទិត្យគ្រប់គ្រងហ្នឹងវាអត់សូវត្រូវទៀតដែរអត់សូវមានប្រសិទ្ធភាពបាទនេះចេះច្រើនបាទទីមួយចេះច្រើនទីពីរអ្នកមករៀនភាគច្រើនពេលគាត់រៀនមកទ្រឹស្ដីផ្សេងនៅពេលយកទៅធ្វើនៅពិបាកអញ្ចឹងហើយបានយើងបង្កើតជាផ្នែកមួយទៀតយើងហៅថាផ្នែកពិគ្រោះយោបល់ដែលរហូតដល់ថ្ងៃនេះកំពុងពេញនិយមផ្នែកពិគ្រោះយោបល់យើងហៅ OD ឬ Consultant ហ្នឹងបាទឧទាហរណ៍ថាអ្នកខ្លះគាត់មករៀនតាក់ទងការងារគ្រប់គ្រងបុគ្គលិកបាទផ្នែកអីវាតម្លៃបុគ្គលិកអញ្ចឹងទៅបាទប៉ុន្តែពេលគាត់ត្រឡប់ទៅវិញគាត់ពេលខ្លះគាត់ពិបាកនឹងសរសេរឲ្យកើតចេញជាគោលនយោបាយគ្រប់គ្រងបុគ្គលិកឲ្យទៅមិនបាទអញ្ចឹងហើយអាសេវាពិគ្រោះយោបល់របស់យើងហ្នឹងយើងអាចចុះផ្ទាល់ទៅជាមួយនឹងស្ថាប័នគាត់ហ្នឹងឯងជួយយើងហៅថាបង្វឹកហ្នឹងជួយដឹកដៃដឹកជើងគាត់ធ្វើផ្ទាល់តែមកថាឥឡូវគោលនយោបាយគ្រប់គ្រងបុគ្គលិកវាគួរតែចាប់ផ្ដើមវាអញ្ចឹងមកណាបាទហើយក្រោយមកទៀតដោយសារមានការរីកចម្រើនច្រើនហ្នឹងយើងក៏បានផ្ដល់អាការបដិបដាភាពអ្នកដឹកនាំច្រើនទៅដល់ស្ថាប័នរដ្ឋាភិបាលដែរបាទហើយមកនិយាយរដ្ឋាភិបាលក៏ខ្ញុំនៅឃើញអរគុណដល់ក្រសួងកិច្ចការនារីដែរគាត់ហាក់ដូចជាអ្នកប្រើសេវារបស់ VBNK នឹងច្រើនដែរបាទយើងមិនមែនបដិបដាភាពជាអ្នកដឹកនាំឲ្យការងារគ្រប់គ្រងទៅដល់តែបុកមន្ត្រីរបស់ក្រសួងកិច្ចការនារីគឺទៅដល់នារីដែលជាអ្នកដឹកនាំនៅក្នុងស្ថាប័នរដ្ឋាភិបាលវាច្រើនបាទហើយក្រៅពីហ្នឹងយើងក៏នៅមានការងារដូចជាខាងសម្របសម្រួលប្រជុំសម្របសម្រួលជាការកិច្ចសន្ទនាសហគមន៍ផ្សេងដែលយើងធ្វើបាទបាទសូមអរគុណច្រើនអំពីការបង្ហាញក្បោះក្បាយអំពីប្រវត្តិនៃការកកើតឡើងនៃអង្គការ VBNK ដែលយើងហៅថាវិទ្យាស្ថានបម្រើអ្នកសម្របសម្រួលការងារអភិវឌ្ឍនេះមែនទែនទៅដែលលោកបានបង្ហាញអំពីតម្រូវការនិងបញ្ហាពីមុនមកដោយដែលលោកបានលើកឡើងមិញថាពីដើមនៅក្នុងទូនទីធំក្នុងឆ្នាំ92 93ឬក្រោយ97អីហ្នឹងគឺនៅតែមានឡើយទូនទីធំភាគច្រើនគឺត្រូវបានអង្គការស្ថាប័នធំមួយចំនួនហ្នឹងគឺគាត់ជ្រើសរើសបរទេសហើយរឿងហ្នឹងជាការពិតមែនតែមកដល់ពេលក្រោយនិយាយរួមមកដល់ពេលនេះយើងឃើញថាខ្មែរនឹងចាប់ដើមយកទូនទីបរទេសហ្នឹងមកគ្រប់គ្រងច្រើនដែរហើយខ្ញុំជឿថានេះជាសមិទ្ធផលនៃការរួមចំណែកមួយយ៉ាងធំរបស់ VBNK កាលនឹងមកហើយមែនទែនចង់សួរបញ្ជាក់លោកថាតើនៅក្នុងកំឡុងពេលដែលធ្វើការបដិបដាលរយៈពេលច្រើនឆ្នាំមកនេះតើអ្វីដែលជាបញ្ហាដែលយើងមើលឃើញនៅក្នុងផ្នែកនៃសមត្ថភាពរបស់អ្នកដែលយើងត្រូវបានបដិបដាលហ្នឹងតើអ្វីដែលជាបញ្ហាធំដែលយើងជួបហ្នឹងបាទតាមពិតទៅរហូតមកដល់ដំណាក់កាលឥឡូវនេះការរីកចម្រើននៃសាកលវិទ្យាល័យព្រមព្រៀងបាទពាក្យថាចំណេះដឹងទូទៅចំណេះដឹងមូលដ្ឋានសម្រាប់អ្នកដឹកនាំខ្មែរយើងជាពិសេសអ្នកដឹកនាំស្ថាប័នសង្គមស៊ីវិលផ្សេងខ្ញុំគិតថាមិនអន់ទេគ្រប់គ្នាភាគច្រើនសិតតែមានបរិញ្ញាបាទប៉ុន្តែជាទូទៅដែលយើងសង្កេតឃើញជាឧបសគ្គហ្នឹងគឺថាប្រហែលជានៅក្នុងវាតកតោនឹងការទម្លាប់របស់យើងមួយចំនួននេះថាភាគច្រើនគឺអ្នករៀនពេលខ្លះគាត់អត់សូវមានទំនុកចិត្តខ្លួនឯងគាត់ចូលចិត្តរៀនគាត់ពឹងផ្អែកទៅលើថាគ្រូដឹកនាំប្រាប់គាត់គ្រប់សពបែបយ៉ាងទាំងអស់គាត់អត់មានទម្លាប់មួយថារៀនដើម្បីស្រាវជ្រាវខ្លួនឯងដើម្បីពង្រីកវាបង្កើតអីថ្មីទៅមួយទៀតទេ
ភាគច្រើននៅក្នុងលំនាំបរិបទយើងសិស្សភាគច្រើនថាតាមទៅគ្រូថាមិនក៏យើងថាអញ្ចឹងបាទថាតាមទៅសភៅដែរបាទនិយាយពីរឿងរៀនទូទៅឬក៏សួរនាំអីភាគច្រើនយើងសំអាងទៅលើអូសភៅនេះចេះបកប្រែចុះបាទពេលខ្លះគាត់ធ្វើអារឿងនឹងខ្លួនគាត់4 5ឆ្នាំហើយតែគាត់ហ៊ាននិយាយថាហ្នឹងអញ្ចឹងដោយសារអីខុសពីសភៅបាទហើយដែលពេលខ្លះសភៅហ្នឹងមិនមែនអ្នកដែលសេមិននៅស្រុកខ្មែរណាគាត់នៅខាងគេនោះនិយាយថាបាទហ្នឹងនឹងរឿងកាន់មួយទៀតនឹងទម្លាប់ដែលចេះថាគាត់ចេះតែខ្លាចបាទមានសិក្ខាកាមភាគច្រើនណាស់ដែលជាមន្ត្រីឬក៏មិនមែនជាប្រធានដឹកនាំថ្នាក់ខ្ពស់បាទគាត់មករៀនពីអីមួយអញ្ចឹងគាត់ថាអាហ្នឹងល្អបាទប៉ុន្តែពេលត្រឡប់ទៅវិញគាត់អត់បានធ្វើអីទេបានអត់យកទៅអានអត់បានយកទៅប្រើបាទដល់សួរគាត់ទៅគាត់ចេះថាខ្លាចប្រធានអត់គ្រប់គ្រងខ្លាចប្រធានអត់អីផ្ដាល់ឱកាសប៉ុន្តែសួរគាត់ដែរធ្លាប់បាននិយាយមួយប្រធានគាត់មិនថាអត់ណាអានោះវាដូចខុសយើងចេះតែខ្លាចខ្មោចតែយើងដឹងតែខ្មោចយ៉ាងម៉េចផងបាទអាហ្នឹងឯងដែលធ្វើឲ្យការរៀនសូត្រភាគច្រើនវាកប់តែមករៀនម្នាក់ឯងអត់មានឲ្យយកទៅធ្វើការចេញអីដុំកំភួនអីកាត់ឡើងបាទអញ្ចឹងឆ្លើយតបទៅនឹងបញ្ហានេះតើអ្វីដែលជាទស្សនវិស័យឬក៏បេសកកម្មឬក៏យុទ្ធសាស្ត្រដែលយើងអាចថាឆ្លើយតបទៅនឹងអ្វីដែលលោកបានកំពុងមើលឃើញហ្នឹងឲ្យបានឲ្យគាត់អាចថាពេលគាត់ទទួលការបណ្ដុះបណ្ដាលរបស់យើងគាត់អាចយកទៅប្រើប្រាស់ទៅមានប្រសិទ្ធភាពផ្ដល់លទ្ធផលហើយសមិទ្ធផលដល់ស្ថាប័នរបស់គាត់ហ្នឹងបាទអាហ្នឹងឯងដែលយើងសម្រាប់ចិត្តបង្កើតផ្នែកមួយទៀតយើងហៅថាផ្នែកប្រឹក្សាយោបល់ពិគ្រោះយោបល់ឲ្យអាចចុះទៅដើម្បីជួយសម្រួលឲ្យគាត់យកទៅអនុវត្តហ្នឹងឯងព្រោះជាទស្សនវិស័យវែងឆ្ងាយរបស់ VBK នោះគឺយើងចង់ឃើញការប្រែប្រួលនៅក្នុងសង្គមមួយដែលប្រកបដោយភាពវិជ្ជមាននៅក្នុងនៃហ្នឹងវាទលំទលាយណាសូម្បីតែយើងចាំកើតឲ្យឃើញថាកុំឲ្យមនុស្សចេះតែខ្លាចអត់រឿងអញ្ចឹងតែគាត់ចេះអីហើយគាត់យកវិញទៅកែច្នៃទៅធ្វើកុំឲ្យយកទៅស្ងាត់ហើយពាក្យថាយើងប្រែប្រួលជាវិជ្ជមានយើងអត់ចង់ឃើញអាប្រែប្រួលបែបរបៀបទៅកើតបញ្ហាអីបន្លំមកទៀតហ្នឹងទេណាបាទហើយអញ្ចឹងហើយបានជាយើងការងាររបស់យើងចែកនៅក្នុងបេតិកកម្មថាយើងធ្វើការជាមួយនឹងដៃគូគ្រប់ទាំងអស់បាទទាំងរដ្ឋាភិបាលទាំងវិស័យឯកជនទាំងវិស័យសង្គមស៊ីវិលហ្នឹងគឺធ្វើម៉េចដើម្បីផ្ដោតទៅលើការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពគាត់នឹងឯងបាទគោលដៅចុងក្រោយរបស់យើងថាធ្វើម៉េចឲ្យពួកគាត់មានសមត្ថភាពក្នុងការធ្វើពិតប្រាកដទៅដើម្បីដឹកនាំការអភិវឌ្ឍកាន់តែរីកចម្រើននឹងរឿងសំខាន់បាទសូមអរគុណច្រើនលោកខ្ញុំនៅចាំបានថាអ្វីដែល VB បានធ្វើគឺផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាលពីមុនដោយដែលលោកបានលើកឡើងចឹងហើយអ្នកដែលទទួលបានសេវាកម្មជាច្រើនពីការបណ្ដុះបណ្ដាលហ្នឹងច្រើនតែបានទូនទីបានថាមេឬក៏ថ្នាក់ដឹកនាំរបស់គាត់ហ្នឹងតែបានតម្លើងទូនទីអីជាដើមហ្នឹងហើយចំណុចនេះត្រូវបានគេមើលឃើញថាវិទ្យាសាស្ត្រយើងហៅថាសកាត់ថា VBK នេះដើរតួនាទីសំខាន់ច្រើនហើយខ្ញុំខ្លួនឯងក៏ក្នុងនាមជាអ្នកប្រឹក្សាយោបល់មុនពេលដែលខ្ញុំមកធ្វើការទីនេះគឺយើងមើលឃើញថាស្ថាប័ន VBK មួយនេះគឺជាដើរតួនាទីសំខាន់ច្រើនជាងគេក្នុងការជួយទៅដល់មន្ត្រីកម្មវិធីមន្ត្រីគម្រោងជាពិសេសនៅអង្គការក្រៅរដ្ឋាភិបាលហើយនិងរដ្ឋាភិបាលផងឲ្យគាត់អាចធ្វើការមានប្រសិទ្ធភាពច្រើនជាងមុនហើយតើខ្ញុំចង់សួរតើនៅក្នុងពេលដែលយើងផ្ដោតទៅលើការបណ្ដុះបណ្ដាលច្រើនហ្នឹងតើប្រធានបទនៃការបណ្ដុះបណ្ដាលពីពេលដែលធ្វើហ្នឹងគឺមានច្រើនប្រធានបទទេហើយយើងផ្ដោតសំខាន់ទៅលើប្រធានបទអីច្រើនជាងគេបាទតាមពិតទៅបើយើងនិយាយខ្លីយើងថាមានតែភាពដឹកនាំមានតែការងារគ្រប់គ្រងនៅក្នុងចង្កោមខ្លាំងហើយបាទកន្លងមកតាំងពី2002មកយើងបានបញ្ចូលផ្នែកវិមជ្ឈការនឹងទៅទៀតប៉ុន្តែនៅក្នុងការងារគ្រប់គ្រងនៅក្នុងនោះវាមានច្រើនតទៅទៀតឧបមាថាផ្នែកមួយយើងនិយាយពីគ្រប់គ្រងបុគ្គលិកអាហ្នឹងเป็นរឿងមួយផ្នែកមួយទៀតយើងនិយាយគ្រប់គ្រងគណនេយ្យវាមានតាំងពីប្រព័ន្ធគណនេយ្យ accounting system នឹងវាមានតាំងពីគោលនយោបាយហិរញ្ញវត្ថុអីផ្សេងបាទបន្ទាប់មកបើយើងនិយាយពីរឿងគ្រប់គ្រងគម្រោងវាមានច្រើនតទៅទៀតណាត្រួតពិនិត្យវាតម្លៃនៅក្នុងហ្នឹងអញ្ចឹងជាទូទៅទ្រឹស្ដីវាជារឿងមួយផ្នែកហើយជាទូទៅយើងអត់ពិបាកទេក្នុងការរកទ្រឹស្ដីសម័យជាពិសេសសម័យអ៊ីនធឺណិតនេះ download មើលទៅតាមព័ត៌មានមិនអស់ទេតាមសាកលវិទ្យាល័យផ្សេងប៉ុន្តែស្អីដែលយើងផ្ដោតពិតប្រាកដនោះគឺការអនុវត្តភាគច្រើននៅពេលដែលយើងចាប់ផ្ដើមតាក់តែងវគ្គអីមួយយើងភាគច្រើនផ្ដោតទៅលើតាបទពិសោធន៍ធ្វើពិតហ្នឹងវាយ៉ាងម៉េចវាងាយនឹងនិយាយថាដើម្បីគ្រប់គ្រងបុគ្គលិកដើម្បីវាតម្លៃបុគ្គលិកបានល្អវាត្រូវធ្វើអញ្ចឹងប៉ុន្តែអនុវត្តមិនមែនអញ្ចឹងទេវាត្រូវការសិក្សាអំពីតាបុគ្គលិកយើងយ៉ាងម៉េចដែរគាត់ចរិតបែបលក្ខណៈគាត់យ៉ាងម៉េចពេលខ្លះទិសដៅប្រអត់ត្រូវទេបាទពេលខ្លះយើងងាយនឹងទៅសេថាអូដើម្បីចងក្រងគោលនយោបាយហិរញ្ញវត្ថុមួយទៅធ្វើរបៀបចេះចំណាយពេលទៅសេគោលនយោបាយនឹងដើម្បីបង្រៀនតែ2-3ថ្ងៃចប់ហើយប៉ុន្តែធ្វើម៉េចឲ្យ
mà cục kia nó không ăn của việc nó coi là sẽ cái chỉ côn dụ bài này côn dụ bài nó bia bẹ pon mới bộ quát giống vậy là nóในเรื่องสำคัญในวิธีที่យើងអនុវត្តបានច្រើននៅក្នុងការសិក្សារបស់យើងនឹងឯងបាទសូមអរគុណច្រើនខ្ញុំមើលឃើញចំណុចមួយទៀតដែលយើងអាចប្រៀបធៀបទៅសាកលវិទ្យាល័យមួយចំនួនប្រសិនបើមានសិស្សដែលមករៀនហ្នឹងគឺថាគាត់ព្យាយាមទទួលយកបានច្រើនប៉ុន្តែលក្ខណៈពិសេសមួយដែលខ្ញុំនៅចាំអំពីវិទ្យាស្ថានVBNK នេះគឺថាមិនមែនគ្រប់គ្នាចេះតែមករៀនបានទេគាត់ទៅឆ្លងកាត់ការវិតម្លៃមួយមើលទៅលើលក្ខណៈវិនិច្ឆ័យរបស់គាត់មុនពេលដែលគាត់អាចមកទទួលយកវាបដោតបានណាមួយហើយចំណុចនេះដែលខ្ញុំគិតថាជាចំណុចពិសេសហើយមែនទែនទៅខ្ញុំចង់ឲ្យលោកអាចសង្ខេបជូនតិចតើលោកមានលក្ខខណ្ឌអីដើម្បីគេអាចមកទទួលយកសេវាជាពិសេសការបដោតរបស់លោកហ្នឹងជាទូទៅដោយសារកន្លែងខ្ញុំផ្ដោតទៅធ្វើម៉េចរៀនហើយទៅវិញធ្វើអាការបាទអញ្ចឹងពេលខ្លះក៏វាជាឧបសគ្គសម្រាប់អ្នកអត់ធ្លាប់មានបទពិសោធន៍ដែរព្រោះកាលណាគាត់មកចាំនៅទទួលថ្មីជ្រើងគាត់អត់អាចបំបែកអត់អាចទៅការហ្នឹងរឿងសំខាន់អញ្ចឹងលក្ខខណ្ឌចាំបាច់ទី1នោះគឺអ្នកនឹងឯងត្រូវតែមានបទពិសោធន៍ខ្លះបាទដើម្បីយកមកយើងផ្ដោះប្ដូរគ្នាយើងឆ្នៃវាបន្តទៅទៀតហ្នឹងនឹងសំខាន់តែយើងចង់បានចំណែករឿងសញ្ញាបាត់មានអត់សំខាន់ទេកន្លែងខ្ញុំតាមពិតទៅផ្ដោតទៅលើបទពិសោធន៍ច្រើនជាងហ្នឹងដែលជាលក្ខខណ្ឌដែលអត់មានចរចាហ្មងនៅទៅតែមានបើថាទៅចេញមកពីសាលាអត់មានបទពិសោធន៍ទេយើងពិបាកទទួលប៉ុន្តែដើម្បីទប់ស្កាត់អាហ្នឹងទៅធ្វើម៉េចឲ្យយើងធ្វើមួយការមួយពួកហ្នឹងបានយើងមានយើងហៅថាយើងរៀងរាល់ឆ្នាំយើងបង្កើតជាកិច្ចសន្ទនាសហគមន៍មួយយើងរបៀបជាការសម្របសម្រួលឲ្យមនុស្សរៀនទៅជែករៀននិយាយគ្នារកបញ្ហាមកដាក់លើតុអាហ្នឹងយើងបើកទូទៅអ្នកណាក៏អាចចូលមកបានដែរអ្នកដែលចូលមកភាគច្រើនក៏រៀនបានស្ដាប់ពីបទពិសោធន៍អ្នកចេះពីមុនទៅក៏អាចរៀនពីរបៀបដែលនៃការនិយាយគ្នាទៅមិនឲ្យថាទោះជារឿងរៀងក្តៅក៏ដោយតែយើងអាចអង្គុយនិយាយគ្នាដោយតាមសម្រួលដែរហ្នឹងរឿងសំខាន់ចុះចំណុចមួយទៀតនៃសេវាកម្មរបស់ VBNK នេះដែលតាមនៅខ្ញុំហ្នឹងសេវាកម្មពិគ្រោះយោបល់នេះហាក់ដូចជាទំកើតមានក្រោយទេហើយតើសេវាកម្មពិគ្រោះយោបល់ដែលធ្វើកន្លងទៅហ្នឹងតើយើងផ្ដល់ទៅឲ្យភាគីដៃគូណាខ្លះដែលធ្វើការមួយយើងហើយភាគច្រើនគេរកសេវាទៅលើកិច្ចការអ្វីច្រើនជាងគេបាទជាទូទៅសេវាកម្មពិគ្រោះយោបល់ឬមួយយើងហៅថាបង្វឹកនៅយើងណាពាក្យពិគ្រោះក៏លោកខ្មែរយើងវាស្រាលក៏ពិគ្រោះតែពេលពិគ្រោះយោបល់យើងហៅថា consultant service របស់ VNK ពេលខ្លះវាជ្រៅជាងបាទមូលហេតុផ្ដើមចេញពីដូចខ្ញុំនិយាយមិនចឹងពេលខ្លះគាត់ពិបាកក្នុងការយកអាការរៀនសូត្រទៅអនុវត្តបាទពេលឧទាហរណ៍មួយថាគាត់មករៀនពីរបៀបទៅសេគោលនយោបាយរ៉ាញ់វត្ថុទៅធ្វើម៉េចឲ្យធានាឲ្យនៅក្នុងកន្លែងគាត់នឹងមានតម្លាភាពបាទប៉ុន្តែពេលគាត់ត្រឡប់ទៅវិញគាត់ពិបាកនឹងចាប់ផ្ដើមពីណាទៅវិភាគសាជាមួយអ្នកណាបាទអញ្ចឹងអ្នកសម្របរបស់ VNK នឹងអាចចុះទៅដល់មូលដ្ឋានរបស់គាត់ដល់អង្គភាពគាត់ហ្នឹងចាប់ផ្ដើមជួយគាត់តែគាត់គួរវិភាគសាជាមួយក្រុមអ្នកដឹកនាំយ៉ាងម៉េចមួយវិធីយ៉ាងម៉េចអីដែលជាព័ត៌មានដែលគាត់ចង់បានទៅជាស្អីខ្លះដែលជាបញ្ហាជាផលវិបាករបស់បុគ្គលិកបើសិនជាចេញជាគោលនយោបាយនឹងមកដល់គាត់ចាប់ផ្ដើមទម្រាបធ្វើជាពង្រៀងអញ្ចឹងទៅបាទហើយមួយទៀតវាដោះស្រាយនៅក្នុងបញ្ហាថាពីមុនមកមនុស្សច្រើនតែមើលឃើញទៅខ្ញុំត្រូវការរៀនអានេះមួយមុខរៀនអានោះមួយមុខបាទប៉ុន្តែជាទូទៅដើម្បីយើងហៅថាអភិវឌ្ឍកន្លែងមួយឲ្យវាដើរមើលមួយមុខហ្នឹងអត់ត្រូវទេបាទអញ្ចឹងហើយដែលអាសេវា consultancy របស់យើងនេះភាគច្រើនយើងផ្ដោតទៅលើយើងហៅថាគ្រប់ជ្រុងជ្រោយបាទឧទាហរណ៍ថាគាត់ចង់មកគាត់ថាគាត់មានតែបញ្ហានៅពេលដែលវាតម្លៃបុគ្គលិកគាត់ច្រើនណាឆ្លោះគ្នាបាទអញ្ចឹងបើសិនជាយើងគាត់ទៅបរៀនឲ្យគាត់មករៀនពីរបៀបធ្វើអីវាតម្លៃមកប្រើតម្រង់វាតម្លៃបែបណាអត់ត្រូវទេពួកខ្ញុំច្រើនតែមើលតាបុគ្គលិកលក្ខណៈបុគ្គលិកគាត់មួយយ៉ាងម៉េចយើងអាចសួរគាត់បន្ថែមអញ្ចឹងប្រព័ន្ធដែលគាត់រៀបចំវាតម្លៃវាយ៉ាងម៉េចបាទរបៀបដែលគាត់ធ្វើហ្នឹងវាញឹកញាប់ប៉ុណ្ណា environment បរិយាកាសដែលពេលគាត់ធ្វើវាតម្លៃហ្នឹងវាយ៉ាងម៉េចបាទអញ្ចឹងបើទាំងអស់ហ្នឹងបូកចូលគ្នាបានវាធ្វើឲ្យការវាតម្លៃបុគ្គលិកមួយរឹងមាំដើរទៅស្រួលអញ្ចឹងជាទូទៅយើងច្រើនតែប្រឹក្សាយោបល់គាត់វិញថាបើមករៀនយកតែតម្រង់វាតម្លៃបែរដោះស្រាយបញ្ហាណាត់បានទេតែមើលជ្រុងនេះបន្តទៀតបាទអញ្ចឹងហើយដែលធ្វើឲ្យសេវាហ្នឹងឥឡូវហ្នឹងកាន់តែមានការចាប់អារម្មណ៍ច្រើនបាទគឺតម្រូវការកាន់តែខ្ពស់បាទរហូតមកដល់ឥឡូវនេះតាមពិតទៅដោយសារយើងបានជំនួយពីខាងអាឡម៉ង់មកផងទេយើងបានធ្វើការដោយផ្ទាល់ជាមួយនឹងអង្គការចំនួន18ហើយតាមពិត19ហើយ
ដែលយើងគេថាធ្វើការមួយគ្នារហូតដល់2ឆ្នាំហើយទិសដៅយើងហ្នឹងឯងគឺយើងបញ្ចូលការបដោះបដាលនឹងថ្នាក់ហ្នឹងផងបូកណាសេវាពិគ្រោះយោបល់នៅអង្គភាពគាត់ផ្ទាល់ហ្នឹងផងហើយយើងឃើញថាវាកំពុងតែដើរទៅលើផ្លូវមួយដែលល្អព្រោះគាត់គេថាវាងាយស្រួលជាងគាត់មានអារម្មណ៍ថាពេលដែលខ្ញុំជាទូទៅតាមពិតពួកខ្ញុំតែហៅខ្លួនឯងថាគ្រូឯងហៅអ្នកសម្រាប់ប៉ុន្តែអ្នកសកាការគាត់ចឹងហៅពួកខ្ញុំគ្រូពេលខ្លះគាត់ប្រាប់ខ្ញុំថាពេលមកជួបលោកគ្រូនៅថ្នាក់នេះដឹងអានេះមួយប៉ុន្តែទៅវិញដូចពិបាកបានលោកគ្រូទៅតាមជួយចឹងមកដូចស្រួលជាងបាទហ្នឹងរឿងហ្នឹងអញ្ចឹងជាកិច្ចការយ៉ាងស្មុគស្មាញដែរដែលទៅធ្វើជាមួយគាត់ការពីបង្រៀនហ្នឹងទៅប្រាផ្ទាល់ទៅពងវឹកផ្ទាល់ដើម្បីគាត់អាចធ្វើកិច្ចការហ្នឹងបានហើយខ្ញុំចង់សួរចាប់អារម្មណ៍ដោយសារតែកិច្ចការដែល VBNK ធ្វើមកកន្លងមកនេះតាំងពីការ7មកដល់ពេលនេះវាជិត20ឆ្នាំហើយច្រើនឆ្នាំដែរតែអ្វីដែលជាសមិទ្ធផលដែលតាំងពីបង្កើតមករហូតមកដល់ពេលនេះហើយបើសិនជាចំនួនសិក្ខាកាមដែលទទួលការបណ្ដុះបណ្ដាលវិញអាចថាផាត់ហែប្រមាណហើយអ្វីដែលជាសមិទ្ធផលធំដែលលោកថាមួយមានមោទនភាពហើយសប្បាយចិត្តជាងគេទៅលើលទ្ធផលហ្នឹងបាទព្រោះជារួមមកយើងនិយាយរឿងបរិមាណអ្នកដែលទៅប្រើប្រាស់សេវា VBNK យើងគិតថាច្រើនចូលដល់រាប់ម៉ឺនបាទហើយនៅក្នុងហ្នឹងមែនទែនទៅសូម្បីតែមន្ត្រីខាងរដ្ឋាភិបាលក៏ច្រើនដែរយើងគិតថាសង្គមស៊ីវិលវាច្រើនជាងគេលើសលប់ហើយប៉ុន្តែមន្ត្រីរដ្ឋាភិបាលក៏ច្រើនដែរហើយខ្ញុំគិតថាវាជារឿងមួយល្អដែលយើងឃើញថាយើងវាមានតុល្យភាពថាសង្គមស៊ីវិលក៏រៀនមួយក្រុមមន្ត្រីរដ្ឋាភិបាលក៏មានឱកាសរៀនបណ្ដុះបណ្ដាលខាងដូចគ្នាផ្នែកឯកជនក៏បានចូលរួមសេវាហ្នឹងចំណុចមួយដែលខ្ញុំគិតថាមោទនភាពជាងគេរបស់ VBNK នោះគឺយើងច្រើនតែធ្វើម៉េចតម្រង់មនុស្សឲ្យព្យាយាមនិយាយគ្នានៅក្នុងតំណែងតំណងមួយដែលល្អជាងពាក្យច្រើនខ្ញុំអត់ផ្ដោតទៅលើថាបច្ចេកទេសដឹកនាំយ៉ាងម៉េចទេខ្ញុំផ្ដោតទៅលើថាអាកប្បកិរិយាយើងយ៉ាងម៉េចដែលយើងអាចធ្វើការមួយគ្នាបានហ្នឹងដែលខ្ញុំគិតថាកន្លងមកតាមរយៈការអ្នកវាតម្លៃវាក្រៅមកមើលទៅថាស្អីដែលយើងធ្វើបានគឺគេមើលទៅលើនឹងឯងសេវាយើងភាគច្រើនជាពិសេសយើងហៅការអភិវឌ្ឍភាពជាអ្នកដឹកនាំយើងច្រើនផ្ដោតឲ្យបុគ្គលមួយចាប់ផ្ដើមស្គាល់ពីខ្លួនគាត់ជានរណាយើងហៅថាស្គាល់ខ្លួនឯងបន្ទាប់មកស្គាល់សង្គមអានេះដែរសង្គមគាត់នៅយ៉ាងម៉េចស្គាល់កន្លែងការងារយ៉ាងម៉េចហើយបូកទាំងពីរទាំង3បញ្ចូលគ្នាមកគាត់គិតថាគាត់ទៅដើរការងារគាត់របៀបម៉េចដើម្បីវាទៅសុបាយទាំងអស់គ្នាយើងនៅក្នុងកន្លែងខ្ញុំយើងប្រើវិធីសាស្ត្រមួយយើងហៅថាappreciative inquiry ណាចង់តាក់ទងថាការ appreciative মানেយើងពេញចិត្តជាមួយគ្នាវិញទៅមកណាបាទយើងអត់ចង់ផ្ដោតថាខ្ញុំ manager ខ្ញុំដឹងថាត្រូវថាត្រួតអ្នកឯងទៅនេះត្រួតអ្នកឯងទៅនោះអត់ទេបាទយើងតែគិតថាបើអ្នកឯងជាមេគេជាប្រធានគេបាទតែធ្វើមិនឲ្យជួយបុគ្គលិកធ្វើការបានល្អបាទហ្នឹងដែលជាគោលដៅរបស់ខ្ញុំធ្វើបាទចំណុចមួយទៀតដែលខ្ញុំចង់សួរដែរថាអ្នកដែលមកទទួលសេវាហ្នឹងតើយើងធ្វើម៉េចដែលអាចវាស់វែងថាគាត់បានមកទទួលសេវាយើងប្រដៅម្ដងឬក៏2ដងឬក៏ច្រើនជាងហ្នឹងប៉ុន្តែគាត់មានការកែប្រែតែយើងមានមធ្យោបាយអីឬក៏វិធីសាស្ត្រអីដើម្បីតាមមើលឬក៏អាចថាដឹងឬក៏ជ្រាបពីលទ្ធផលដែលគាត់យកទៅត្រឡប់ទៅវិញធ្វើបានជោគជ័យហ្នឹងបាទជាទូទៅយើងច្រើនតែពេលអបមកសម្រាប់វគ្គសិក្សាមួយអាទិត្យចប់អីអញ្ចឹងយើងច្រើនតែធ្វើតម្រង់យើងហៅថាផែនការអនុវត្តការរៀនសូត្រមួយសម្រាប់កិច្ចការបន្តបន្តអញ្ចឹងពួកគាត់ពេលថ្ងៃចុងក្រោយគាត់ច្រើនតែទៅសេជាផែនការហ្មងតាយកស្អីខ្លះទៅអនុវត្តហើយបើសិនជាគាត់នឹងជានាយកយើងអត់នេះយើងងាយស្រួលសម្រាប់តាមដានតាក់ទងគាត់ទេបើសិនគាត់មិនមែនជានាយកអង្គភាពភាគច្រើនយើងទៅសេជារបាយការណ៍មួយប្រាប់ទៅនាយកគាត់ថានេះបុគ្គលិកឯងគាត់តួនាទីនេះគាត់មករៀនមួយខ្ញុំអាទិត្យនេះពីនេះគាត់ផ្ដោតទៅលើចេះបន្ទាប់មកគាត់យកចំណុចនេះទៅអនុវត្តអញ្ចឹងសូមឲ្យអ្នកឯងជួយបន្តគ្រប់គ្រងគាត់ផងក្រោយមកប្រហែលជាទូទៅយើងច្រើនតែ6ខែយើងហៅថាយើងច្រើនដាក់ធ្វើវាតម្លៃផលប៉ះពាល់ហ្នឹងពួកខ្ញុំច្រើនតែចុះទៅតាមអង្គការយើងមិនបានចុះទាំងអស់គ្នាតែយើង select វាចាស់មកយើងទៅសួរអ្នកមករៀនហ្នឹងថាគាត់បានធ្វើអីខ្លះប្រែប្រួលខ្លះបន្ទាប់មកយើងទៅសួរប្រធានគាត់ទៀតថាគេបុគ្គលិកប្រែប្រួលមិនពេលលទ្ធផលយើងផ្គុំគ្នាមកដែលយើងអាចហ៊ានអាងថានោះគាត់ក៏និយាយថាគាត់បានឡើងតួនាទីគាត់ធ្វើការបានល្អប្រធានគាត់នាយកគាត់និយាយថាអត់ទេតាមគាត់រៀនមកគាត់កើននេះកើនអាហ្នឹងដែលយើងយកមកធ្វើជាអំណះអំណាងថាការរៀនសូត្ររបស់យើងវាមានជោគជ័យ
ចំណែកដែលសេវាដែលយើងបង្រៀនផងយើងចុះទៅអនុវត្តបន្តយើងងាយវាស់វែងទេយើងចាប់ដើមពីកំណត់ពីថ្ងៃជួបគ្នាដំបូងគាត់មានប្រព័ន្ធនេះហើយគាត់ចង់រៀនឲ្យបានប្រព័ន្ធនេះអញ្ចឹងមករយៈយើងធ្វើការមួយគ្នាមួយឆ្នាំនឹងឯងចុងក្រោយយើងវាស់វែងភាសាទៀតមើលទាំងអស់គ្នាតែឥឡូវអាដំបូងនេះនៅនេះឥឡូវវាដល់ទៅណាអញ្ចឹងយើងអាចបញ្ជាក់ខ្លួនឯងថាអូវាជោគជ័យប៉ុណ្ណេះវាអត់ប៉ុណ្ណេះអញ្ចឹងយើងមានទម្លាប់មួយតាមដានការរៀនសូត្រហ្នឹងជាប់ប្រចាំបាទសូមអរគុណដោយសារពេលវេលាខ្ញុំមានសំណួរមួយទៀតចុងក្រោយហើយតេតូនទៅនឹងអ្វីដែលជាផែនការដែលលោកគ្រូធ្វើបន្តក្នុងឆ្នាំ2014ឬក៏ប្រហែលឆ្នាំទៅមុខហើយអ្វីដែលជាការផ្ដោតអារម្មណ៍សំខាន់នៅក្នុងផែនការថ្មីរបស់លោកហ្នឹងបាទយើងបានធ្វើជាផែនការយុទ្ធសាស្ត្ររយៈពេល3ឆ្នាំដែលវាគ្របដណ្ដប់ពី2013ដល់2015អញ្ចឹង2014នេះវាជាឆ្នាំកណ្ដាលមួយនៅក្នុងផែនការយុទ្ធសាស្ត្រ3ឆ្នាំប៉ុន្តែដូចខ្ញុំនិយាយមិនអញ្ចឹងយើងនឹងផ្ដោតទៅលើអាសេវាអភិវឌ្ឍអង្គភាពទាំងមូលហ្នឹងយើងហៅថា consultancy ហ្នឹងច្រើនជាងការបណ្ដុះបណ្ដាលមិនមែនថាយើងស្អប់អាការបណ្ដុះបណ្ដាលប៉ុន្តែស្អាតឃើញស្ថាប័នផ្សេងៗរាល់ថ្ងៃគាត់ដើរនឹងច្រើនបាទអញ្ចឹងយើងព្យាយាមពង្រឹងអាការងារថ្មីរបស់យើងគឺតាក់ទងការអភិវឌ្ឍស្ថាប័នទាំងមូលហើយនឹងជាពិសេសសេវាប្រឹក្សាយោបល់នឹងអាការច្រើនបាទអញ្ចឹងបញ្ហា2016ចុងក្រោយក៏យើងនៅបន្តទៅលើសេវាកម្មនឹងច្រើនដែរបាទដោយសារវានៅក្នុងផែនការ3ឆ្នាំរបស់យើងធ្វើចែកចំណុចមួយដែលខ្ញុំចង់លោកបញ្ជាក់ចុងក្រោយសង្ខេបខ្លីទៅតើហេតុអីបានយើងបន្ថយអាការបណ្ដុះបណ្ដាលហើយតែយើងបដោតបង្កើនទៅលើសេវាកម្មនេះវិញព្រោះខ្ញុំគិតទៅលើប្រសិទ្ធភាពវាដោយសារបណ្ដុះបណ្ដាលដូចយើងនិយាយមិនអញ្ចឹងថាវាបានផ្នែកប៉ុន្តែដើម្បីឲ្យគាត់យកទៅអនុវត្តបានងាយស្រួលនោះវាផ្ដោតទៅលើសេវា consultant នឹងច្រើនជាងណាដូចយើងបើបកខ្មែរពេលខ្លះពាក្យដូចវាពិបាកស្ដាប់យើងហៅអភិវឌ្ឍគ្រប់ជ្រុងជ្រោយបាទអភិវឌ្ឍគ្រប់ជ្រុងជ្រោយបាទហ្នឹងហើយដែលជាទិសដែលយើងគិតមើលហើយមួយទៀតដូចខ្ញុំនិយាយមកអញ្ចឹងដោយសារបដោះបដារាល់ថ្ងៃនេះមានច្រើនហើយបាទតាបានច្រើនហើយអ្នកដែលមកចេញមកធ្វើការរាល់ថ្ងៃភាគច្រើនគាត់សិតតែមានសញ្ញាបត្រខ្ពស់ៗដែរហើយបាទអញ្ចឹងយើងផ្ដោតទៅលើធ្វើម៉េចឲ្យគាត់ដឹកនាំអង្គភាពផ្ទាល់គាត់បានភាសាជាងដែលយើងហៅថាសេវាគ្រប់ជ្រុងជ្រោយហ្នឹងវាល្អជាងបាទបាទអញ្ចឹងសូមចុងក្រោយសូមអរគុណច្រើនលោកវិរិយាដែលបានចំណាយពេលជាមួយកម្មវិធីយើងហើយភាសាលើប្រធានបទដែលមានសារៈសំខាន់នេះហើយប្រិយមិត្តទស្សនិកជនជាទីមេត្រីសូមជម្រាបជូនជាថ្មីថាវាគ្មិនដែលបានចូលរួមជាមួយកម្មវិធីយើងគឺលោកវ៉ាន់លីវិរិយាលោកគឺជានាយកប្រតិបត្តិវិទ្យាស្ថានបម្រើអ្នកសម្របសម្រួលការងារអភិវឌ្ឍដែលយើងហៅអក្សរកាត់ថា VBNK ហើយប្រធានបទនៃការពិភាក្សារបស់យើងគឺផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាលក្នុងការគ្រប់គ្រងនិងដឹកនាំហើយក្នុងនោះគឺមានសេវាកម្មពិគ្រោះយោបល់ផងដែរហើយដោយសារតែពេលវេលាបានចូលមកដល់ខ្ញុំបាទហើយនឹងលោកវិរិយារួមទាំងក្រុមការងារសូមថ្លែងអំណរគុណដល់លោកស្រីនាងកញ្ញាដែលបានតាមដានកម្មវិធីនេះតាំងពីដើមរហូតដល់ចប់ហើយជាចុងក្រោយនេះយើងខ្ញុំទាំងអស់គ្នាសូមអនុញ្ញាតថ្លែងអំណរគុណនិងសូមគោរពលាបាទ